លើជញ្ជាំងផ្លូវដើរបង្ហាញពីរឿងព្រេងនិទានជាច្រើនពីប្រទេសឥណ្ឌាចម្លាក់នៅលើជញ្ជាំងផ្លូវដើរទិសខាងជើងនិយាយពីរឿងសង្គ្រាមរវាងព្រះវិស្ណុជាមួយពួកទេវតានៅលើឋានសួគ៌ចំណែកចម្លាក់នៅផ្នែកខាងជើងនៃជញ្ជាំងផ្នែកខាងលិចពណ៌នាអំពីឈុតមួយចំនួននៃរឿងឥណ្ឌារាមាយណៈខណៈពេលដែលលើផ្នែកខាងត្បូងនៃជញ្ជាំងខាងលិចវិញពណ៌នាអំពីរឿងមហាភារតៈចម្លាក់នៅលើជញ្ជាំងខាងត្បូងបង្ហាញអំពីចម្បាំងរវាងកម្ពុជាប្រឆាំងទៅនឹងជនឈ្លានពានដីសណ្ដោទន្លេមេគង្គបានក្លាយទៅជាចំណុចយុទ្ធសាស្ត្រតាំងតែពីបុរាណកាលមកទឹកដីនេះសម្បូរទៅដោយជីជាតិស្មើមាសហើយទទួលបានអត្ថប្រយោជន៍ពីទន្លេស្ទឹងបឹងបួព្រមទាំងសមុទ្រនរណាក៏ដោយដែលមានទឹកដីបែបនេះនឹងក្លាយទៅជាអ្នកដែលមានអំណាចនិងទ្រព្យសម្បត្តិយ៉ាងច្រើនហូរហៀ He was mount on the elephant back and he hold the bow and arrow. He is going to fight enemy. They parade the soldier under the forest. លើពីនេះក្បាច់ចម្លាក់ក៏បានបង្ហាញផងដែរនៅជំនាញយ៉ាងប៉ិនប្រសប់របស់ប្រជាជនកម្ពុជាក្នុងការឆ្លាក់ថ្មចម្លាក់លើជញ្ជាំងនីមួយៗមានប្រវែង 77,828 ម៉ែត្រហើយបើយើងមើលរូបទាំងនេះឲ្យបានអស់វាចំណាយពេលពី2ទៅ3ម៉ោងថ្មនៅប្រាសាទអង្គរប្រាប់យើងអំពីដែលអរិយធម៌ដ៏ជឿនលឿននៃសម័យកាលនោះនៅទីនេះឈុតឆាកប្រវត្តិសាស្ត្រមានភាពអមតៈនៅលើថ្មទាំងនេះ